ពុជាក៏ដូចជាទូទៅពិភពលោកកំពុងតែមានការវិវត្តទៅយ៉ាងលឿនបាទដោយសារតែបញ្ហាប្រែប្រួលនៅសន្តិភាពពិភពលោកនេះយើងឃើញថានៅអឺរ៉ុបគឺយើងមានសង្គ្រាមរុស្ស៊ីអ៊ុក្រែនហើយនៅតាមតំបន់ផ្សេងៗទៀតក៏មានបញ្ហាជាច្រើនផងដែរពាក់ព័ន្ធជាមួយនឹងបញ្ហាសន្តិភាពឬជាសន្តិសុខនេះយ៉ាងណាមិញចំពោះកម្ពុជាយើងក៏យើងទើបតែបានសន្តិភាពនេះបានប្រមាណជាង25ឆ្នាំទេដូច្នេះនៅក្នុងបរិបទចំនួនរវាងកម្ពុជាជាមួយនឹងប្រទេសថៃជាពិសេសប្រទេសថៃដែលឈ្លានពានរំលោភលើបូរណភាពទឹកដីក៏ដូចជាអធិបតេយ្យភាពកម្ពុជានេះប្រធានបទនេះគឺមានសារៈសំខាន់ណាស់គឺទី1គឺពាក់ព័ន្ធនឹងបញ្ហាសន្តិភាពបាទសន្តិភាពហ្នឹងគឺសម្រាប់កម្ពុជាយើងគឺដើរតួនាទីយ៉ាងសំខាន់ដើម្បីអាចឲ្យយើងនឹងបានផ្ដោតទៅលើការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបាទសន្តិសុខក៏យើងដឹងហើយថាសន្តិសុខក៏មានន័យទូលំទូលាយដែរសន្តិសុខនេះគឺមានន័យថាជាសុខសុវត្ថិភាពបាទនៅតាមនៅក្នុងប្រទេសបាទអញ្ចឹងគឺរដ្ឋាភិបាលក៏មានការអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពគឺបាទនៅតាមទីជនបទក៏ដូចនៅតាមខេត្តនៅតាមក្រុងហ្នឹងគឺយើងលើកកម្ពស់ការធានាបាននៅសណ្ដាប់ធ្នាប់សង្គមមួយដែលល្អបាទកាត់បន្ថយនៅបញ្ហាគ្រឿងញៀនក៏ដូចជាបញ្ហាឆក់ប្លន់អីជាដើមដើម្បីធានាឲ្យក្រុមគ្រួសារហ្នឹងគឺមានទាំងសន្តិសុខក៏ដូចជាមានទាំងសន្តិភាពបាទអញ្ចឹងប្រធានបទនេះគឺជាប្រធានបទមួយសំខាន់ហើយឆ្លើយតបជាមួយនឹងកម្ពុជាក្នុងពេលបច្ចុប្បន្ននេះបាទយើងដឹងហើយថាស្ត្រីមានចំណែកពាក់កណ្ដាលនៃប្រជាជនកម្ពុជាហើយស្ត្រីគឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជាយើងផងដែរហើយបើយើងក៏ឃើញថាបាទទាំងក្នុងវិស័យសេដ្ឋកិច្ចក៏ដូចជាវិស័យសង្គមគិច្ចគឺស្ត្រីដើរតួនាទីដែលមិនអាចខ្វះបានដើម្បីលើកកម្ពស់សុខសន្តិភាពបាទទាំងនៅក្នុងសង្គមក៏ដូចជាទាំងនៅក្នុងពិភពលោកដោយសារតែយើងដឹងថានៅពេលដែលមានសង្គ្រាមផ្ទុះឡើងបាទអញ្ចឹងឥទ្ធិពលនេះគឺជះខ្លាំងទៅលើស្ត្រីដែលមានតួនាទីទាំងក្នុងការប្រកបរបរចិញ្ចឹមជីវិតផងក៏ដូចជានៅក្នុងការគាំពៀដល់ក្រុមគ្រួសារផងអញ្ចឹងគឺការប្រយុទ្ធបាទការពារសុខសន្តិភាពនេះគឺសំខាន់ហើយសតិហើយដូច្នេះហើយគឺស្ត្រីគឺមានតួនាទីមួយដ៏ចាំបាច់នៅក្នុងការការពារសុខសន្តិភាពនេះយើងមិនត្រូវឲ្យតើតែមានសង្គ្រាមកើតឡើងបានយើងយកចិត្តទុកដាក់បាទឲ្យមានសន្តិភាពទេដូច្នេះគឺវិធានការបង្ការទប់ស្កាត់នេះដើរតួនាទីយ៉ាងសំខាន់ហើយគឺថាបើសិនជាមានភ្លើងត្រូវពន្លត់នៅពេលដែលវាទៅចាប់ផ្ដើមមានរងើកភ្លើងឆាបឆេះបាទអញ្ចឹងគឺការដែលស្ត្រីក៏ចូលរួមនៅក្នុងការពូនជ្រុំបាទបង្កើតលក្ខខណ្ឌឲ្យមានសុខសន្តិភាពនេះគឺមានសារៈសំខាន់ខ្លាំងមែនតើបាទអញ្ចឹងនៅពេលដែលសង្គ្រាមផ្ទុះឡើងបានថ្ងៃទី24ខែកក្កដាយើងឃើញថាសង្គ្រាមនេះមានរយៈពេលបាទរហូតទៅដល់ថ្ងៃទី28កក្កដាហើយលើកទី2គឺពីថ្ងៃទី7ខែធ្នូដល់ថ្ងៃទី28ខែធ្នូអញ្ចឹងបន្ទាប់ពីការផ្ទុះសង្គ្រាមលើកទី2នេះយើងឃើញថាប្រជាជនកម្ពុជាជាពិសេសគ្រូសិស្សបាទសាលាគឺត្រូវបិទ
សាលាជាង1000បានបិទទ្វារហើយដែលប៉ះពាល់ដល់សិស្សប្រមាណជាជាង2សែននាក់បាទជាង2សែននាក់សិស្សហើយប៉ះពាល់ហើយក៏គ្រូយើងប្រមាណជា7000នាក់បានជន្លៀសចេញពីតំបន់អសន្តិសុខខេត្តចំនួន7បាទមានការប៉ះពាល់ប៉ុន្តែខេត្តដែលប៉ះពាល់ខ្លាំងជាងគេគឺខេត្តឧត្តរមានជ័យមន្ទីរមានជ័យនិងខេត្តព្រះវិហារបាទអញ្ចឹងនៅពេលដែលមានសង្គ្រាមនេះកើតឡើងក្រសួងអប់រំយុវជននិងកីឡាក៏បានដាក់ចេញជាគោលការណ៍មួយថាទី1គឺអនុញ្ញាតឲ្យជនភៀសខ្លួនបាទចូលរៀននៅតាមសាលាណាក៏ដោយទូទាំងប្រទេសអញ្ចឹងភាគច្រើនគឺគាត់មកចេញពីស្រុកកំណើតពីតំបន់នៅជាប់ព្រំដែនថៃហើយគាត់មានបងប្អូននៅកន្លែងផ្សេងនៅរាជធានីភ្នំពេញក៏ដូចជានៅខេត្តផ្សេងហ្នឹងក៏គាត់ចន្ទះទៅនៅជាបណ្ដោះអាសន្នបាទជាមួយនឹងបងប្អូនអញ្ចឹងមានសិស្សប្រហែលជាង30000នាក់ដែលគាត់ចូលរៀននៅភ្នំពេញក៏ដូចជានៅតាមបណ្ដាខេត្តក្រុងផ្សេងបាទប្រជាជនដែលមិនមានលទ្ធភាពបាទទៅរស់នៅកន្លែងផ្សេងហ្នឹងគឺរស់នៅក្នុងជំរំបាទអញ្ចឹងយើងមានជំរំនៅពេលបច្ចុប្បន្ននេះយើងមានជំរំនៅខេត្ត3សំខាន់បាទទី1យើងនៅខេត្តឧត្តរមានជ័យដែលប៉ះពាល់ខ្លាំងបាទយើងបានបង្កើតជំរំនៅហៅថាចុងកាល់បាទជំរំនៅចុងកាល់ជំរំនៅបាត់ថ្កៅបាទហើយជំរំនេះគឺមានប្រជាជនបាទជាច្រើនបាទកំពុងតែរស់នៅពេលបច្ចុប្បន្នមានសិស្សប្រមាណជា400នាក់នៅឡើយបាទនៅខេត្តមន្ទីរមានជ័យបាទគឺប៉ះពាល់ច្រើនជាងគេដោយសារតែទាហានថៃបានចូលមកកាន់កាប់បាទលើភូមិ2បាទគឺភូមិជោគជ័យនិងភូមិព្រៃច័ន្ទបាទហើយនៅក្នុងប៉ះពាល់ដល់សាលាចំនួន5បាទសាលានេះគឺមានសាលា4ដែលបានយុធាថៃបានមកកាន់កាប់ដោយខុសច្បាប់បាទហើយប៉ះពាល់ទៅដល់គ្រូយើងដែលបាត់បង់នៅផ្ទះសម្បែងក៏ដូចជានៅទ្រព្យសម្បត្តិហ្នឹងបាទប្រមាណជា58នាក់បាទអញ្ចឹងនៅទីនោះគឺយើងមានសិស្ស1300នាក់នៅពេលបច្ចុប្បន្នហើយរដ្ឋាភិបាលក៏បានបង្កើតជាបាទជំរំបណ្ដោះអាសន្នបាទនៅច័ន្ទស៊ីបាទហើយនឹងនៅកដោលអញ្ចឹងនៅកន្លែងនោះគឺយើងក៏បានរៀបចំជាតង់បាទអញ្ចឹងតង់ហ្នឹងដំបូងក៏ជាតង់ហើយដែលយើងហៅថាគឺជាថ្នាក់រៀនបណ្ដោះអាសន្នហើយនឹងបណ្ណាល័យបណ្ដោះអាសន្នបាទដូចមាននៅខាងក្រៅបាទនៅខាងក្រៅនេះគឺដល់ការសាងសង់នេះគឺទី1គឺក្រសួងបានអំពាវនាវឲ្យសាធារណជនបាទចូលរួមអញ្ចឹងយើងបានទទួលបានជាជំនួយជាច្រើនពីសាធារណជនហើយយើងបានបែងចែកជំនួយនេះបាទទៅឲ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្សក៏ដូចជាប្រជាជនដែលប៉ះពាល់បាទអញ្ចឹងយើងបែងចែកខេត្តទាំងអញ្ចឹងមានជំនួយជាសម្ភារៈក៏ដូចជាជំនួយជាថវិកាជំនួយជាសម្ភារៈយើងបានបែងចែកបាទនៅក្នុងពេលប្រយុទ្ធគ្នាក៏ដូចជាក្រោយមកទៀតតែជាមួយថវិកានេះគឺយើងបានប្រើប្រាស់យកទៅសង់ជាហៅថាបន្ទប់រៀនបណ្ដោះអាសន្នហើយនឹងថ្នាក់រៀនបណ្ដោះអាសន្នហើយនឹងបណ្ណាល័យបណ្ដោះអាសន្នផងដែរទំនោះក៏យើងបានមានការចូលរួមពីអង្គការផ្សេងបាទហើយក៏មានជាយុវជនស្ម័គ្រចិត្តចូលរួមនឹងជាពិសេសផ្នែកឯកជនបានជួយកែលម្អហៅថាស្តង់ដារទាំងអស់នេះនឹងផលិតឲ្យបានលឿនអញ្ចឹងគឺធ្វើឲ្យយើងអាចពង្រាយបានបាទបន្ទាប់ពីមានការឈប់បាញ់គ្នាភ្លាមបាទនៅជាពិសេសគឺនៅក្នុងខែមករាបាទយើងដឹងហើយថាឈប់តរតែយើងខែមករាបានពេលថ្ងៃ31ខែធ្នូមានការបញ្ជូនមកវិញនៅ
ហើយយោធាកម្ពុជា18រូបដែលថៃបានចាប់ហ្នឹងអញ្ចឹងនៅខែដើមខែមករាយើងចាប់ដើមសាងសង់បាននៅតាមជំរំជនភៀសខ្លួន3កន្លែងធំហ្នឹងបាទនៅខេត្តទាំង3គឺខេត្តឧត្តរមានជ័យខេត្តព្រះវិហារបាទព្រះវិហារនៅវត្តមួយដែលយើងហៅថាវត្តបាក់កម្មហើយនឹងនៅខេត្តឧត្តរមានជ័យដែលឡែកនៅខេត្តសៀមរាបក៏មានជំរំជនភៀសខ្លួនជាច្រើនដែរដែលយើងបានសាងសង់ជាកន្លែងរៀនបណ្ដោះអាសន្នបាទទន្ទឹមនឹងការបង្កើតជាថ្នាក់រៀនក៏ដូចជាបណ្ណាល័យនេះគឺយើងលើកទឹកចិត្តឲ្យរៀនតាមបណ្ដុំបាទបណ្ដុំតូចនៅតាមផ្ទះអញ្ចឹងនៅពេលដែលសាលាបិទបាទគឺប្រជាជនគាត់អ្នកខ្លះដែលកន្លែងដែលអសន្តិសុខគាត់រត់ចេញបើកន្លែងដែលមានសន្តិសុខហ្នឹងគឺគាត់នៅបន្តនៅផ្ទះទៀតប៉ុន្តែសាលាបិទហើយអញ្ចឹងគឺរៀនតាមបណ្ដុំតូចដែលគ្រូយើងចុះទៅសម្របសម្រួលបាទរៀនតាមក្រុមបណ្ដុំតូចបាទយើងរៀបចំឲ្យមានអនឡាញអញ្ចឹងយើងបានបង្កើតជាគេហៅថាសាលាខេមនៅសាលាខេមហ្នឹងគឺយើងដាក់កុំព្យូទ័រប្រមាណជា6-7កុំព្យូទ័រនៅក្នុងសាលាខេមហ្នឹងហើយសហការជាមួយនឹងដៃគូឯកជនបាទកុំពីដោយមានជាអ៊ីនត្រាណិតអញ្ចឹងគឺអាចបញ្ចូលនៅប្រព័ន្ធទិន្នន័យបាទឯកសារបាទនៅក្នុងតែម្ដងហើយសិស្សអាចប្រើប្រាស់ឯកសារទាំងនោះដោយមិនចាំបាច់មានអ៊ីនធឺណិតបាទនេះក៏ជានវានុវត្តន៍មួយនៅក្នុងពេលសង្គ្រាមនេះគឺយើងបង្កើតឲ្យសាលានៅតាមជាយដែនជាពិសេសនៅតាមជំរំហ្នឹងគឺអាចប្រើប្រាស់ឧបករណ៍ Digital បានបាទដែលយើងបង្កើតជាសាលាខេមហ្នឹងមានតម្លៃមួយដែលសមរម្យហើយដែលអាចលើកកម្ពស់ជួយគ្រប់គ្រងសិស្សអាចបន្តសិក្សារៀនសូត្របានបាទបាទជារួមពាក់ព័ន្ធនឹងសិស្សដែលនៅតាមទីជនបទនេះទី1គឺជារួមបាទយើងផ្ដល់ជាអាហារូបករណ៍បាទក៏ដូចជាអាហារនៅតាមសាលារៀនបាទអញ្ចឹងកម្មវិធីអាហារូបករណ៍និងអាហារតាមសាលារៀននេះគឺយើងអនុវត្តតាំងតែពីឆ្នាំ1999បាទដំបូងគឺជាការអង្គការស្បៀងអាហារពិភពលោកប៉ុន្តែក្រោយមកគឺយើងទទួលយកតែម្ដងបាទហើយរដ្ឋាភិបាលក៏បានផ្ដល់ជាអរញ្ញប្បទាននៅពេលបច្ចុប្បន្ននេះគឺយើងផ្ដល់អាហារតាមសាលារៀនដល់សិស្សប្រមាណជា300,000 នាក់បានទទួលអាហារពេលព្រឹកបាទឬពេលថ្ងៃត្រង់បាទដើម្បីកាត់បន្ថយការឃ្លានបាទក៏ដូចជាដើម្បីលើកទឹកចិត្តឲ្យសិស្សមករៀនបាទឪពុកម្ដាយបញ្ជូនកូនមករៀនហើយសិស្សបានរៀនបានទៀងទាត់ហើយនឹងចូលរួមចំណែកនៅក្នុងការលើកកម្ពស់អាហារូបត្ថម្ភបាទអញ្ចឹងក្រសួងអប់រំផ្ដល់អាហារតាមសាលារៀននៅសាលាចំនួន800ហើយអង្គការស្បៀងអាហារពិភពលោកផ្ដល់ចំនួនប្រមាណជា300បាទហើយនៅឆ្នាំ2029គឺក្រសួងអប់រំនឹងទទួលរ៉ាប់រងទាំងអស់បាទនៅការរៀបចំអាហារនៅតាមសាលារៀននេះគឺសិស្សដែលទទួលបានអាហារនេះគឺមាន300,000 នាក់ហើយសាលាជាង1000បាទ1100សាលាតែឡែកអាហារូបករណ៍នៅពេលបច្ចុប្បន្នគឺក្រសួងបានផ្ដល់អាហារូបករណ៍ដល់សិស្សជាងកន្លះលាននាក់បាទអាហារូបករណ៍នេះគឺសម្រាប់សិស្សបឋមសិក្សានិងអនុវិទ្យាល័យគឺផ្ដល់ឲ្យចំនួន20,000 រៀលក្នុងមួយខែហើយសិស្សវិទ្យាល័យគឺ30,000 រៀលក្នុងមួយខែពាក់ព័ន្ធជាមួយនឹងសិស្សភាសឹកបាទបច្ចុប្បន្ននេះយើងឃើញថាសិស្សដែលភាសឹកហ្នឹងបាទនៅមន្ទីរមានជ័យមាន1300 នាក់បាទហើយក្រសួងនឹងសាងសង់នៅអគារឲ្យបានជាប់លាប់រដ្ឋាភិបាលបានសម្រេចចិត្តសាងសង់អគារដែលអាចថាមានផាសុកភាពជាងមុនបាទនៅឧត្តរមានជ័យបាទមានសិស្សប្រមាណជា400 នាក់បាទហើយនៅព្រះវិហារមានសិស្សប្រមាណ300 នាក់ទៀតបាទអញ្ចឹងសរុបមកវិញ
គឺនៅពេលបច្ចុប្បន្ននេះគឺមានសិស្សប្រមាណជា2000នាក់ជាង2000នាក់ដែលជាសិស្សភាសាបាទដែលហើយក្រសួងនឹងបន្តគ្រប់គ្រងសិស្សទាំងនេះបាទដែលឡែកសិស្សនៅតាមតំបន់ព្រំដែននេះគឺកន្លែងខ្លះនៅអត់ទាន់អាចត្រឡប់ទៅវិញបានទេដោយសារប្រជាជនគាត់ភ័យខ្លាចអញ្ចឹងក្រសួងនៅតែឲ្យសាលាផ្សេងបាទនៅបន្តឲ្យសិស្សគាត់នៅបន្តសិក្សារៀនសូត្របានបាទអញ្ចឹងដល់ពេលដែលគាត់មិនទាន់សម្រេចត្រឡប់ទៅវិញបានគឺគាត់បន្តសិក្សារៀនសូត្របាននៅតាមខេត្តក្រុងផ្សេងបាទជារួមយើងមានកម្មវិធីផ្សេងដើម្បីគ្រប់គ្រងសិស្សស្រីដូចជាកម្មវិធី STEM បាទកម្មវិធី coding សរសេរកូដសម្រាប់សិស្សស្រីបាទជាការពិតណាស់គឺនៅពេលបច្ចុប្បន្ននេះយើងឃើញថាបើយើងមើលលទ្ធផលសិក្សារបស់សិស្សគឺសិស្សស្រីឥឡូវនេះគឺទទួលបានលទ្ធផលសិក្សាល្អប្រសើរជាងសិស្សប្រុសបាទក៏ប៉ុន្តែសិស្សស្រីនៅតាមទីជនបទនៅតែត្រូវតែទទួលបានការគ្រប់គ្រងបន្តទៀតបាទប៉ុន្តែជារួមសិស្សស្រីនៅពេលបច្ចុប្បន្នគឺរៀនបកាយជាសិស្សប្រុសបាទ